ទីមួយយើងមុននឹងចាប់ផ្ដើមគូរបានគឺយើងត្រូវគូរកន្លែងដាក់ម៉ូទ័រជំនួសសិនអញ្ចឹងដើម្បីដាក់ម៉ូទ័របានគឺទីមួយយើងត្រូវមានរូបភាពបែបនេះមួយវាមានទំហំ10คูณ10បែបនេះណាហើយយើងទាញវាទំហំវា35បែបនេះកម្ពស់5នេះបន្ទាប់មកទៀតយើងដាក់វាមួយទៀតទំហំវានេះ10ប្រវែងវានេះ15កម្ពស់យើងដាក់វា40របៀបធ្វើវាចូលគូគ្នាយើងចុច Shift បញ្ជាប់ជាមួយនឹងរូបពីរហ្នឹងហើយចុចយកសញ្ញានេះតោះមកយើងចាប់ផ្ដើមចុចលើរូបណាមួយឧទាហរណ៍ខ្ញុំចុចរូបនេះហើយយើងចាប់ផ្ដើមតម្រឹមវានេះបាទអញ្ចឹងយើងបានរូបហើយអញ្ចឹងយើងពុំវាស់វាឡើងវិញដាក់10ដូចគ្នាតម្រឹមវាម្ដងទៀតអញ្ចឹងយើងបានរូបបែបនេះមួយហើយ select លើវាយើងចុចយកប្ររូបបន្ទាប់មកយើងចង់ដឹងថាតើទំហំម៉ូទ័ររបស់យើងនឹងត្រូវឬខុសយើងអូសយកម៉ូទ័រមួយមកដាក់វាពង្វិលយើងចេះហើយកន្លែងនេះចុចលើវាមកចុចបែបនេះណានឹងយើងលម៉ូទ័រណាឧទាហរណ៍ដល់គ្រូដាក់ប៉ុណ្នេះចុះនេះវានឹងល្មមណាយើងដាក់ម៉ូទ័រចុះមកក្រោមកម្រិត0ដូចគ្នានេះរបៀបដាក់តោះមកយើង copy អាហ្នឹងមួយទៀតមកដើម្បីដាក់មួយទៀតណាកន្លែងនេះយើងអាចធ្វើធំជាងហ្នឹងក៏បានដែរអត់មានអីទេវាយើងធ្វើធំខ្លាំងជាងហ្នឹងវារឹតតែមាត់បន្ទាប់មកយើងចាប់ផ្ដើមធ្វើបាតអញ្ចឹងដើម្បីធ្វើបាតយើងចូលទៅក្នុងនេះយើងគូររូបវាមួយមកគ្រូសុំគូរ150ទំហំវា200បាទ150 200អញ្ចឹងគ្រូដាក់វាផ្ដេកទៅចាហើយកម្ពស់យើងអត់ដាក់នេះទេយើងដាក់ត្រឹមតែ3ទៅបានទេកម្រាស់នេះបន្ទាប់មកយើងចាប់ផ្ដើមលើកកម្ពស់អានេះអញ្ចឹងកម្ពស់អានេះដោយសារបាតយើងកម្ពស់ពី3អញ្ចឹងយើងចាប់ផ្ដើមចុចសញ្ញានេះអូសវាមកយើងដាក់3នេះដូចគ្នាចុចសញ្ញានេះចុចយក3អញ្ចឹងវាចាប់ផ្ដើមគូរពីកម្រាស់នេះទៅគឺ3តោះនេះណាហើយនេះបន្តមកទៀតយើងចាប់ផ្ដើមកំណត់សងខាងនេះកំណត់សងខាងពីនេះមក20អញ្ចឹងដើម្បីឲ្យមានលំនឹងលោកគ្រូសុំគូរអានេះបែរមកខាងនេះវិញដើម្បីឲ្យវាមានលំនឹងចេះវិញដើម្បីឲ្យវាបែរមកត្រូវបែបនេះបន្ទាប់មកយើងដាក់បន្ទាត់កន្លែងនេះមួយហើយយើងចុចលើវានេះអូសអានេះអូសវាអញ្ចឹងដើម្បីចេញខ្នាតដាក់0មានន័យថារូបហ្នឹងវាចាប់ពី0ទៅបន្ទាប់មកយើងចាប់ផ្ដើមកំណត់កន្លែងនេះតែយើងយកប្រវែងពីនេះមកនេះទំហំ20ហើយអានេះ30ហើយកន្លែងនេះដូចគ្នាដែរគឺយើងដាក់វាទំហំ170
vài vía mà rồi chất ấy thằng lừa ní dương đặt sao sự bạn đi dương bàn bạn cũng phụ xong của vài này tụi vấn về dương mới thế nhưng bây dương cú dương mà chăm tạ một tơ đi được cùng thế rồi cùng còn lại còn hai như dương ở dưới đó bị chứng chỉ sáng khi dương đặt một tơ của bạn ta dương xoan về trộn được luôn ai tới mà cùng chờ thế nhéហើយប្រសិនជាយើងមើលទៅថាវារាងស្ទើរទំហំនេះយើងអាចបន្ថែមវាបានឧទាហរណ៍ថា35យើងអាចដាក់40ក៏បានដែរឲ្យវាធំជាងនឹងក៏បានដែរណានេះដាក់ឲ្យធំជាងនឹងក៏បានដែរឬមួយត្រឹម35ហ្នឹងក៏បានហើយកម្ពស់វា40នេះបន្តមកទៀតយើងចាប់ផ្ដើមគូរខាងមុខនេះអញ្ចឹងយើងចាប់ផ្ដើមគូរដាក់ទំហំ30 40យើងដាក់35 70បាទនេះចឹងអញ្ចឹងរបៀបរចំណុចកណ្ដាលនៃប្រអប់របស់យើងចង់ឲ្យចំកណ្ដាលគឺបងអូនយកតម្លៃលេខនៃប្រអប់របស់យើងនេះប្រវែងប្រអប់របស់យើងប្រវែងហ្នឹងគឺ200ហើយប្រអប់នេះគឺទៅប្រវែងនេះ70យើងយក200ដក70ហើយស្មើ130អញ្ចឹងយើងយក130នោះចែកពី2ឃើញ65អញ្ចឹងចំណុចនៃកណ្ដាលរបស់វាគឺប្រវែង65យើងដាក់65ហើយយើងកិលវាមកដល់ចុងនេះមកយើង select លើវាហើយចុចយកគ្រប់អញ្ចឹងវានឹងដាច់កន្លែងនេះធ្វើសម្រាប់ដាក់កង់ណារបៀបដាក់កង់គឺយើងគូររូបនឹងមួយទៀតទំហំ80ប្រវែង45កម្រាស់យើងយកតែ3ទៅបានកម្រាស់3ទៅបានបន្ទាប់មកយើងចាប់ផ្ដើមគូររូបមួយសម្រាប់ដាក់ខ្ចៅយើងទំហំ3យើងដាក់វា0បន្ទាប់មកយើងគូររូបមួយទៀត copy មកទាញវាមកខាងនេះដាក់ប្រវែងវា40ហើយចាប់វាពីរនឹងចូលគ្នាដាក់វាជាគ្រប់អញ្ចឹងរបៀបរកចំណុចកណ្ដាលឲ្យប្រអប់នឹងដើម្បីដាក់រូបកណ្ដាលដាក់នឹងកណ្ដាលបានគឺយើងយក80ដកនឹង40ហើយចែកនឹង2អញ្ចឹងចំណុចកណ្ដាលរបស់វាគឺ20លេខដាក់នេះមក0ផង0ហើយចានេះយើងដាក់វាលេខកណ្ដាលវា20តោះមកយើងខិតវាមកមុខមកបែបនេះហើយ select វាចូលគ្នាយកគ្រប់នេះអញ្ចឹងដើម្បីរកចំណុចកណ្ដាលនេះម្ដងទៀតគឺយើងគ្រាន់តែយក200ដក80មក120ចែកនឹង2អញ្ចឹងចំណុចកណ្ដាលនៃប្រអប់នេះគឺស្មើ40អញ្ចឹងយើងមើលបន្ទាត់នេះកន្លែងនេះទាញមកឃើញនេះ
ចឹងដាក់វា30 60សំទុក60ស្មើប៉ុណ្ណោះហើយយើងអុសវាទៅក្រោយដើម្បីដាក់វាមកយើងដូរលេខដាក់60ទៅបន្ទាប់មកយើងចាប់ផ្ដើមរំកិលលេខ0នេះយើងអត់ដាក់លេខ0នេះយើងដាក់3ដើម្បីកម្ពស់មកកម្ពស់3នេះវាប្រែងបើយើងដាក់កន្លែងនេះ0មានន័យថាវាជាប់វាអត់មានប្រហាក់នេះកន្លែងនេះណាអញ្ចឹងបើយើងដាក់0វាធ្លាក់ចុះអញ្ចឹងយើងដាក់វា3តោះមកយើងselect វាវិញទៅហើយយកទៅរករូបអញ្ចឹងយើងបានគ្រោងរ៉ូបូតមួយហើយតោះមកយើងចាប់ផ្ដើមដាក់សសរដើម្បីចាប់តួនិងដាក់ដបូលអញ្ចឹងទី1យើងប្រើសសរមួយដែលមានទំហំ10 10ពោះ40យើងដាក់50ចុះ1 50តោះមកសសរនេះមួយដើម្បីដាក់ខ្ចៅយើងដាក់3វាកម្ពស់60ចឹងរបៀបដាក់ឲ្យវាចូលគ្នាគឺយើងចុចលើរូបសសរមូលហើយចុចស៊ីហើយចុចរូបសសរជ្រុងហើយចុចយកតម្រឹមកន្លែងនេះហើយយកកន្លែងនេះនេះហើយចុចយកអក្សរនេះដើម្បីដាក់នៅចំកណ្ដាលអញ្ចឹងរបស់យើងនៅចំកណ្ដាលហើយដាក់វាបញ្ចូលគ្នាបន្ទាប់មកយើងចាប់ផ្ដើមដាក់វានៅកន្លែងនេះហើយកុំភ្លេចយើងដាក់កម្ពស់កន្លែងនេះចាប់យើងបន្ថែមវាតិចទៅដាក់55ទៅនេះ55យើងទាញវាដល់គៀនមកដាក់0 1ចឹងអានេះ140 150យើងដាក់ដល់នេះវា100 180 100ដាក់190នេះវា140ណានេះដូចគ្នាដែរ140នេះដែរហើយនេះមួយទៀតយើងយកវាមកក្រោយវិញចឹងអានេះ190ដែរមានលេខ0ទៀតយើងដាក់លេខ0ណានេះចឹងយើងទទួលបានសសរបែបនេះចំនួន4ចា៎អញ្ចឹងយើងដើម្បីដាក់ប្រទះខាងលើបានយើងត្រូវមានរូបមួយទៀតដែលមានទំហំ200ហើយ150ព្រោះយើងដាក់ត្រឹមតែ3បានហើយតោះមកយើងដាក់វាមកចំណុច0នេះបែបនេះ0ដូចគ្នាអ្វីដែលបងប្អូនត្រូវចាប់អារម្មណ៍កន្លែងហ្នឹងគឺយើងធ្វើវាដើម្បីយើងបង្កើតរន្ធខ្ចៅឲ្យត្រូវគ្នាអញ្ចឹងជៀសវាងខុសណាអញ្ចឹងជៀសវាងខុសវាធ្វើឲ្យយើងពិបាកក្នុងការស្វែងអញ្ចឹងរបៀបកំណត់ខ្ចៅគឺទី1បងប្អូនត្រូវកត់រុននឹងទុករុនហ្នឹងណាអញ្ចឹងឧទាហរណ៍របស់លោកគ្រូបើកក្នុងកម្មវិធី Word មួយដើម្បីកត់ត្រាទុកហ្នឹងយើងបើកលើឲ្យបើកទៅ
chắc chương lịch mùi nó cứ lịch số lịch đọc chương lịch pi nó số số mà rồi cài chương lịch bay ní cứ số rồi xài đấy rồi xài chương ní cứ số rồi cài ní mà rồi xái chương ní cứ mà rồi xái nhưng mà rồi cài đấy chẳng lại đến bây giờ từ lòng rồi tiếp anh ấy mà rồi xái sồn chẳng chương lịch mùi ní cứ số đọc số đọc chương lịch pi ní cứ số rồi cái chương lịch vay ní cứ số rồi xài chương đi vĩnh cứ mà rồi xá mà rồi cài nữa chân miền em rồi xá mà rồi cài tôi mới dương copy anh ấy mùi tục máu mình copy ôn đạo về tục mà đồng dần copy về tục mùi người đạo về tranh phải này nữa tôi máu dương đọ mà tớ đọ ý chánh hai giờ rụt hiệp vào dương ní để chạp trường cho so thằng buồn một cái châu mía đặt châu cờ rụt tôi máu đặt cho so cho mình tua và châu cái khoang này một chuyện tôi mất đạn đi máu sồn nhưng chưa so nhưng mong thì chặt làm riết cứ sốn thì muốn sốn đọc xong mà đong thế còn bao giờ lọc thì quạt lòng chạp vào đi nó sồn với ừ. Nhưng mà bài vía là bay mưa của về bài đong tết là bay mưa của tôi có bài nhé chẳng hạn đi sồn sồn thế thì lắm sồn sồn thế này ừ. Là về mình đong tiếp ừ. Bây giờ đi tục mùi tới được ban phục tí tại mình đong thì mất sốn sồn chẳng hạn đi mình lấy với cứ sốn sồn nhỉ chương định mùi còn một tiếp anh ấy chương viết cứ số cao sập số mà rồi cài nhé rồi cái sổ cục tiền một tiết chẳng anh ấy số mà rồi xài đấy nhỉ mình một tiết
140 190ណានេះអញ្ចឹងនេះជាចំណុចដែលយើងត្រូវដាក់ខ្ចៅចំណុចបន្ទាប់បងអូនត្រូវពន្លាអានេះចេញមកវិញដាក់វា ungroup មកវិញអានេះដូចគ្នា ungroup នេះ ungroup នេះ ungroup បន្ទាប់មកយើងលុបអាផ្នែកខាងក្រៅនេះចេញទុកតែរង្វង់ខ្ចៅទេបន្ទាប់មកយើងដាក់រូបហ្នឹងបញ្ចូលគ្នាទាំងអស់នេះអញ្ចឹងយើងនឹងទទួលបានរូបបែបនេះណានេះខ្ចៅប្រហោងខ្ចៅរបស់យើងអញ្ចឹងយើងចង់ដឹងថាវាត្រូវគ្នាវាប្រស៊ីគ្នាយើងដាក់អានេះមក0វិញមកហើយយើងផ្ទៀងផ្ទាត់ជៀសវាងខុសណានេះនេះនេះខ្ចៅយើងនេះបែបនេះណានេះប៉ុណ្ណឹងបាន